តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានសុខភាពផ្លូវចិត្តល្អជារៀងរាល់ថ្ងៃយើងតែងតែរងសម្ពាធពីខាងក្រៅខ្លួនយើងជាប្រចាំដូច្នេះហើយដើម្បីឲ្យសុខភាពផ្លូវចិត្តយើងល្អលុះណាតែយើងម្នាក់ទទួលស្គាល់នៅការពិតទាំងអស់នោះតើយើងត្រូវទទួលស្គាល់យ៉ាងណាយើងត្រូវទទួលស្គាល់ថាពេលខ្លះយើងទទួលបានលៀបពេលខ្លះក៏បាត់ទៅវិញពេលខ្លះទទួលបានយសពេលខ្លះក៏បាត់ទៅវិញពេលខ្លះទទួលបានការសរសើរតែពេលខ្លះក៏ទទួលបានការបង្អាប់ទៅវិញពេលខ្លះបានសុខហើយក៏មានពេលខ្លះជួបទុក្ខផងដែរស្របពេលកំពុងជួបបញ្ហាសំខាន់បំផុតយើងត្រូវចេះទទួលយកការពិតស្វែងរកដំណោះស្រាយនិងរៀនសូត្រពីបញ្ហាទាំងនោះដោយបញ្ញាដើម្បីការពារកុំឲ្យបញ្ហាទាំងនោះកើតមានលើក្រោយទៀតឬកុំឲ្យវាប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងខ្លាំងពេកចំណុចដែលសំខាន់មួយទៀតគឺត្រូវធ្វើសម្មាសមាធិជាប្រចាំព្រោះការធ្វើសម្មាសមាធិជួយចិត្តឲ្យស្ងប់សម្មាសមាធិជួយការពារនិងព្យាបាលជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តព្រមទាំងជួយទប់ស្កាត់កុំឲ្យជំងឺផ្លូវចិត្តទាំងពីរនេះលាប់មកវិញទៀតផងសារអប់រំពីឧបាសកពុទ្ធសាសនូបត្ថម្ភអៀងសុជារា